មនុស្សភាគច្រើនតែងតែគិតថាប្រទេសដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងមានសិទ្ធិយកពានមាសដើមដ៏ល្បីល្បាញដែលធ្វើពីមាស18ការ៉ាត់និងមានទម្ងន់ជាង6គីឡូក្រាមនោះយកទៅរក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនជារៀងរហូតប៉ុន្តែការពិតវិញការលើកអបអរសាទររបស់ជើងឯកនៅលើទីលានគឺគ្រាន់តែជាការផ្ដល់ឲ្យផ្ដល់អសន្នប៉ុណ្ណោះហើយអ្វីដែលក្រុមជើងឯកអាចយកទៅផ្ទះវិញជារៀងរហូតគឺគ្រាន់តែជាពានចម្លងដែលធ្វើឡើងពីសំរិទ្ធស្រោបទឹកមាសដែលវាមិនមែនជាមាសសុទ្ធដូចពានដើមឡើយពាន FIFA World Cup បច្ចុប្បន្នត្រូវបានរចនាឡើងនៅក្នុងឆ្នាំ1974ដោយវិចិត្រករជនជាតិអ៊ីតាលីគឺលោក Silvio Gassanica ពាននេះគឺមានរូបមនុស្សពីរនាក់កំពុងលើកផែនដីឡើងខ្ពស់ដែលតំណាងឲ្យភាពរុងរឿងនិងជ័យជំនះរបស់បាល់ទាត់ពិភពលោកវាត្រូវបានផលិតឡើងពីមាស18ការ៉ាត់និងមានទម្ងន់ប្រមាណ6.1គីឡូក្រាមដែលតម្លៃពិតប្រាកដរបស់វាត្រូវបានគេប៉ាន់ស្មានថាប្រហែល$20លានអាមេរិកឬក៏លើនេះដោយសារតែតម្លៃប្រវត្តិសាស្ត្ររបស់វាមិនអាចកាត់ថ្លៃបាននោះទេហើយមូលហេតុដែល FIFA មិនអនុញ្ញាតឲ្យប្រទេសណាមួយអាចរក្សាទុកពានដើមជារៀងរហូតបាននោះគឺដោយសារការពីអតីតកាល FIFA ធ្លាប់មានច្បាប់អនុញ្ញាតឲ្យប្រទេសដែលឈ្នះជើងឯក3ដងអាចរក្សាទុកពានដើមបានជារៀងរហូតជាក់ស្ដែងពានជំនាន់មុនដែលមានឈ្មោះថា Joffrey Trophy ត្រូវបានប្រគល់ជូនប្រទេសប្រេស៊ីលកាន់កាប់ជាអចិន្ត្រៃយ៍បន្ទាប់ពីពួកគេបានឈ្នះ World Cup លើកទី3នៅឆ្នាំ1970ប៉ុន្តែបន្ទាប់មកមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយនៅឆ្នាំ1983ពាន Joffrey នោះត្រូវបានចោលលួចបាត់ពីទីក្រុង Rio de Janeiro ហើយមិនត្រូវបានរកឃើញវិញឡើយដែលគេជឿថាវាត្រូវបានចោលយកទៅរំលាយទៅជាមាសហើយយកលក់បាត់អស់ទៅហើយដូច្នេះហេតុការណ៍នេះបានធ្វើឲ្យ FIFA ផ្លាស់ប្ដូរច្បាប់ថ្មីភ្លាមៗដើម្បីការពារពាន World Cup ដើមពីការបាត់បង់ឬការខូចខាតច្បាប់ថ្មីនោះកំណត់ថានៅពេលប្រទេសណាមួយឈ្នះពាន World Cup ពួកគេនឹងទទួលបានសិទ្ធិកាន់កាប់ពានពិតប្រាកដតែក្នុងរយៈពេលខ្លីសម្រាប់តែពិធីអបអរសាទរនិងព្រឹត្តិការណ៍ផ្លូវការប៉ុណ្ណោះបន្ទាប់មក FIFA នឹងបដូរឲ្យពានចម្លងទៅកាន់ពួកគេនិងយកពានដើមត្រឡប់ទៅរក្សាទុកយ៉ាងតឹងរ៉ឹងនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅក្នុងទីក្រុង Zurich ប្រទេស Swiss វិញដែលពេលនេះមនុស្សធម្មតាគឺមិនអាចប៉ះពាល់វាបានឡើយព្រោះគឺមានតែមេដឹកនាំ FIFA ក្រុមកីឡាករជើងឯកនិងប្រមុខរដ្ឋខ្លះៗតែប៉ុណ្ណោះទើបមានកិត្តិយសអាចប៉ះពាល់ពានពិតប្រាកដនេះបានទោះបីជាមិនអាចរក្សាទុកពានដើមបានជារៀងរហូតក៏ដោយក៏ឈ្មោះរបស់ប្រទេសជើងឯកក៏នឹងត្រូវបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកជានិច្ចក្រៅពីកិត្តិយសដ៏ខ្ពង់ខ្ពស់សហព័ន្ធបាល់ទាត់នៃប្រទេសដែលឈ្នះក៏នឹងទទួលបានប្រាក់រង្វាន់រាប់សិបលានដុល្លារពី FIFA ផងដែរជាក់ស្ដែងនៅក្នុងការប្រកួត FIFA World Cup 2022នៅក្នុងប្រទេសកាតា FIFA ក៏បានទម្លាក់កញ្ចប់ប្រាក់រង្វាន់សរុបប្រមាណ$440លានដែលបានបែងចែកតាមចំណាត់ថ្នាក់ដូចជាចំណាត់ថ្នាក់ជើងឯកដូចជាប្រទេសអាសង់ទានទទួលបាន$42លានចំណាត់ថ្នាក់លេខ2ទទួលបាន$30លានចំណាត់ថ្នាក់លេខ3ទទួលបាន$27លានចំណាត់ថ្នាក់លេខ4ទទួលបាន$25លានក្រុមដែលបានឡើងមកដល់វគ្គ8ក្រុមទទួលបាន$17លានក្រុមដែលបានឡើងមកដល់វគ្គ16ក្រុមទទួលបាន$13លាននិងក្រុមដែលបានធ្លាក់នៅត្រឹមវគ្គចែកពុលទទួលបាន$9លានហើយប្រាក់រង្វាន់ទាំងនេះមិនមែនផ្ដល់ឲ្យកីឡាករទាំងអស់ដោយផ្ទាល់នោះទេជាទូទៅសហព័ន្ធបាល់ទាត់នៃប្រទេសនីមួយៗនឹងធ្វើការគ្រប់គ្រងរួចបែងចែកមួយផ្នែកជាប្រាក់លើកទឹកចិត្តទៅដល់កីឡាករគ្រូបង្វឹកនិងក្រុមបុគ្គលិកឯជាដើមចំណែកអថវិកាដែលនៅសេសសល់ក៏ត្រូវបានយកទៅវិនិយោគទៅលើការសាងសង់តារាងបាល់ទាត់ទីលានហ្វឹកហាត់ការបង្កើតលីកនៅក្នុងស្រុកនិងការអភិវឌ្ឍយុវជនជំនាន់ក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup 2026ត្រូវបានគេរំពឹងថានឹងមានប្រាក់រង្វាន់កើនឡើងខ្ពស់ជាងមុនពីព្រោះចំនួនក្រុមប្រកួតនឹងគឺកើនឡើងទៅដល់48ក្រុមហើយចំណូលពីពាណិជ្ជកម្មក៏កាន់តែធំទោះបីជា FIFA មិនទាន់ប្រកាសផ្លូវការពេញលេញក៏ដោយប៉ុន្តែអ្នកជំនាញភាគច្រើនបានជឿជាក់ថាក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់លើសពី$50លានហើយមូលហេតុដែល FIFA មានលទ្ធភាពចែកប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់បែបនេះក៏ព្រោះតែព្រឹត្តិការណ៍ World Cup អាចបង្កើនចំណូលបានយ៉ាងច្រើនមហាសាលពីការលក់សិទ្ធិផ្សាយបន្តផ្ទាល់ការលក់សម្បត្តិចូលទស្សនាផលិតផលពាណិជ្ជកម្មក៏ដូចជាការឧបត្ថម្ភពីក្រុមហ៊ុនយក្សធំៗលើពិភពលោកដូចជា Adidas, Coca-Cola, Visa និងក្រុមហ៊ុនធំៗជាច្រើនទៀតដែលសុទ្ធតែបានចំណាយប្រាក់រាប់រយលានដុល្លារដើម្បីមានមុខនៅក្នុងព្រឹត្តិការណ៍នេះ